សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានមិនមួយបងប្អូនហើយថ្ងៃនេះយើងមកដុតមិនហូបបងប្អូនតាស់មកមើលពីរបៀបនៃការខ្ញុំដុតមិនរបស់ខ្ញុំបងប្អូនហើយការរបៀបបងប្អូនដុតមិនដូចខ្ញុំអត់ទេបងប្អូននេះខ្ញុំដុតមិនធម្មតាបងប្អូននេះខ្ញុំបានមិនមួយមកហើយជំហានដំបូងនេះខ្ញុំមានស្លឹកក្រូចហើយនឹងស្លឹកគ្រៃនេះចាំមើលទៅទៀតខ្ញុំធ្វើបងប្អូនមើលថែអីមិនដុតមិនស្លឹកគ្រៃចាន់ឡែហើយទៅមុននេះក៏ស្លឹកគ្រៃទៀតបងប្អូននេះតាស់មកមើលនៃការរបៀបខ្ញុំធ្វើទាំងអស់គ្នាជាដំបូងខ្ញុំធ្វើការប្រឡាក់មុនតិចសិនណាបងប្អូនចាំតិចខ្ញុំធ្វើការប្រឡាក់ជាមួយនឹងគ្រឿងតិចឡែមហ្នឹងណាបងប្អូនណាបងប្អូនយើងធ្វើការប្រឡាក់ដាក់រ៉ូឌីបន្តិចបងប្អូនយើងដាក់រ៉ូឌីបន្តិចមកនេះយើងរោយបន្តិចមកកុំដាក់សើខ្លាំងពេកពេលដល់ទៅខ្លាច់លោវាខ្លោចអញ្ចឹងណាបងប្អូននេះយើងយកតារសជាតិឡែមបងប្អូនយើងដាក់រ៉ូឌីហើយយើងលួចប្រេងខ្យងតិចបងប្អូនយើងលួចប្រេងខ្យងតិចនេះអត់ដាក់ច្រើនទេបងប្អូនដាក់តិចទេយើងធ្វើការដាក់ប្រេងខ្យងតិចទៅទឹកមកបងប្អូនសុំដៃយើងអត់អីដៃស្អាតទេលាងប្រឡេប្រឡុកមកព្រឹកអីណែតែយើងធ្វើការលាបមុនយើងបែបនេះបងប្អូននេះក្បួនខ្ញុំធ្វើបងប្អូននេះលាបដៃលាបជើងហើយខ្សោបតិចខ្ចីញញបងប្អូននេះមកទៅពីយើងធ្វើការច្បល់បែបនេះហើយយើងដាក់រេងហើយតាមឡាតាមម៉ុយបងប្អូននេះអូផ្លេចឆូតក៏ផ្លូវបន្តិចបងប្អូននេះយើងឆូតវាចេះមកឲ្យឆ្អិនល្អបងប្អូននេះតែមកធ្វើវាឆូតស្លាបតិចមកខ្ញុំឆូតសងខាងបងប្អូនមកបានណាជាការស្រេចមកទឹកមកទៀតយើងធ្វើការដាក់ណែបងប្អូនយើងធ្វើការដាក់ស្លឹកក្រូចរបស់យើងចូលបងប្អូនឲ្យឈ្ងុយនេះស្លឹកក្រូចបងប្អូនយើងដាក់ស្លឹកក្រូចចូលស្លឹកក្រូចដើម្បីពេលដែលយើងឆ្អិនទៅវាឈ្ងុយហើយវាកាត់ចំអាបរបស់យើងទៀតបងប្អូននេះហើយស្លឹកគ្រៃទៀតហើយយើងញីជាងមកញីស្លឹកគ្រៃមកយើងចាប់ញាត់ថែមទៀតមកបងប្អូននឹងកាត់ចំអាបហើយឈ្ងុយសាច់មិនយើងទៀតបងប្អូននេះធ្វើការញាត់ចឹងមកញាត់រួចហើយយើងធ្វើការកាត់ជើងមិនយើងចូលក្នុងវាយើងយកកាត់ចូលមកតាមទៀតមកបងប្អូនចង់បាស់ជើងបងប្អូនកាត់ហើយទៅមកទៀតយើងកាត់តចូលបងប្អូនអូយអត់ចង់ទៅបងប្អូនឯងចូលទៅអូណែនរបស់គេបងប្អូននេះកាត់តចូលជាការរួចស្រេចទេបងប្អូននេះពេលឡាបនេះយើងកាត់ទឹកក្រូចមិនបាច់ធ្វើដូចខ្ញុំក៏បានដែរតែកាត់តែកាត់ជើងធម្មតាទៅនេះឡាបនេះចង់កាច់ក៏បានចង់មិនកាច់ក៏បានតែខ្ញុំកាច់ទេបងប្អូននេះកាច់ទៅស្រួយយើងដាក់ខ្ទះដាក់ឆ្នាំងយើងនេះហើយបន្ទាប់មកទៀតយើងទុកម្លែកទៅយើងធ្វើការមកកាត់ស្លឹកគ្រៃរបស់យើងមិញបងប្អូនស្លឹកគ្រៃនេះខ្ញុំយកមកដាក់មកដល់មកបងប្អូនខ្ញុំធ្វើការងាត់ស្លឹកគ្រៃនេះមកតាមទៀតងាត់លុកខ្សែបងប្អូនងាត់ទៅអូឈ្ងុយបងប្អូនអើយកាត់ធ្វើមួយកាត់សម្អាតកាត់អីឲ្យវាឈ្ងុយឆ្ងាញ់ហ្មងបងប្អូនរួចជាការស្រេចហើយទុកឲ្យយើងម្លែកសិនរួចហើយយើងធ្វើការយកឆ្នាំងយើងមកដាក់មកដាក់ឆ្នាំងមកបងប្អូនហើយបន្ទាប់មកទៀតស្លឹកគ្រៃទៀតអូយខ្ញុំចូលចិត្តបងប្អូនអើយកុំឆ្ងល់ទុកមិនចម្លែក
នេះពេលខ្ញុំដុតមិនខ្ញុំជួយចិត្តចែកបងប្អូនហើយខ្ញុំរៀបស្លឹកក្រូចដាក់ថែមទៀតដាក់ថែមទៀតមកយើងដាក់មិនយើងចូលភ្លក់ឲ្យដេកក្នុងនេះណាទឹកមកនេះខ្ញុំប្រាប់បងប្អូនពេលដែលធ្វើបែបនេះមកនិយាយពីថាលើកត្រីហើយនឹងលើកក្រូចយើងបងប្អូនឈ្ងុយយ៉ាស់បងប្អូនអើយហើយកាត់ចំអាបទៀតផងបងប្អូននេះលូកខ្សៃដាក់ក្រូចពីលើចេះមកអានេះក្បួនរបស់ខ្ញុំណាបងប្អូននេះធ្វើការក្រូបដើម្បីយកទៅចំអិនណាបងប្អូននេះភ្លើងទៅលើមកបងប្អូនក្រូបផ្លឹបយកមកបងប្អូនធ្វើការក្រូបទុកហើយកុំសូវបើកភ្លើងខ្លាំងម៉មមកណាបងប្អូនហើយបើនិយាយពីបន្លែនេះវិញខ្ញុំសតគោឡើងក្នុងនេះមិញបងប្អូនទៅយើងយកមកដាក់ជាមួយមាន់ទៅដាក់ធ្វើមិនដុតយើងបងប្អូននេះសល់ឡើងក្នុងពីល្ងាចធ្វើគោឡើងក្នុងហូបពីល្ងាចបងប្អូននេះមានតាំងពីសិតពីចូលថាអីហ្នឹងហើយមាន់របស់យើងក៏ក្រហមហើយឆ្អិនទីស្រេចយើងធ្វើការដាក់បន្លែមកបងប្អូននេះដាក់បែបនេះមកដាក់បន្លែជិនទៅបងប្អូនហើយបន្ទាប់មកយើងធ្វើការក្រូបទុកមកទុកទៅពេលបន្ទាប់ពីក្រូបរួចរាល់អស់ហើយក៏វាឆ្អិនហើយយើងក៏បើកកម្របមកម្ដងទៀតមកបងប្អូនវារៀនថាបិទបើកនឹងឯងហើយបងប្អូនហើយឆ្អិនធ្វើការស្រេចហើយយើងធ្វើការដាក់ចានរបស់យើងមកទៅពីការដាក់ចានរបស់យើងរួចហើយនេះបងប្អូនឃើញអត់សម្រាប់គេយ៉ាងស្រស់ស្អាតហ្នឹងហើយបងប្អូនហើយមានអីទេមានប៉ុណ្ណឹងឯងបាយបាយអរគុណច្រើនបងប្អូនទាំងអស់គ្នាបានមើលវីដេអូនេះខ្ញុំ